ยังกระเอาmau bị gì mà điệp quanh cứ tha dương hộp hà thòm chìt đám đợt cá là bông bông cha nhỉ clean trong cái cứ ảnh nâng nè hà cứ áp bị chôn mỏng mà đợt hộp ban bị bệnh đòn ấy tê cha hay sồn tích để xa xa muốn về đằng thái xa đi đằng chậm thầu con này dây đỡ rương sắt cả ngọc bông bông ơi nhom trôi chặt khăng mình tên cọp bàn tay nhom chơi liêng bông bông hay bị xe bà sân chụp ở đây nhom nó cứ quạt xa tình mà hơi quạt liêng luôn anh trong nhom mà xa thôi hộp à被quạt ở nơi chứ nhom chơi cứ nhom mặt nghe ban thôi hộp tê tại bà xua thà trôi chặt ắt cứ trôi chặt khăng tại mà đòn nhom mà đằng thà cái hạp sắt ấy bật bật quạt tê nè khla hạp sắt xong nè khla hạp sắt cả ngọc hay mình đằng mùi nạp sắt cả ngọc mùi nạp sắt xong tê pi nâng vi miên pi po chẳng ngà bông bông hay keo sắt cả ngọc bàn tay nè khla thắng à cả hòm ní sắt xong chẳng nhom ọt bà đai tê bông bông ơi chui comment prap hỏi bà tịnh mò của anh nhom có ọt bà đai hay sầm rạp bông bông nè ngày ní nhom tôi vừa sắt cứ nhom ọt bàn đã sạch tê cứ thà bà hất train tịnh nâng ai bông bông ơi sol bà hất train tịnh đạn tịnh chân bà đòi tao bàn tay bông bông sầm rạp sắt cả ngọc ní cứ nhom trong prap thà ruột chiết kê cứ ngànhแบบธรรมជាតិខ្លួនគេហ្មងបាច់ដាក់សាច់ទេសំបីតែធ្វើប្រក្រែកបែបជូជូហិលអីហ្នឹងក៏អត់ចាំបាច់ដាក់សាច់ដែរហើយសម្រាប់ខ្ញុំថ្ងៃនេះគឺអត់មានសាច់អីទេគឺមានតែប្រហិតត្រីដាក់លុញដាក់តិចតិចចឹងណាបងប្អូននិយាយពីភាពងាយស្រួលវិញថាស្រួលអត់ពីស្រួលហើយមានអីស្រួលធ្វើជាងផ្សិតហ្នឹងទេតែយ៉ាប់តែរឿងតាលៀងមួយគត់តែបងប្អូនអើយខ្ញុំប្រាប់តិចនិចមួយដោយសារតែខ្ញុំដឹងអំពីចាស់ចាស់នៅក្នុងស្រុកភូមិហ្នឹងគាត់ប្រាប់ដែរគាត់ដឹងអ្នកធ្លាប់ធ្វើគឺគាត់លៀងនឹងទឹកអំបិលគឺថាត្រាំទឹកអំបិលមកសន្ទុះទៅវាអត់បាក់បែកទេបើបងប្អូនចង់លៀងដាក់ត្រាំទឹកអំបិលចឹងទៅដូចស្រួលដែរបងប្អូនអើយកាលពីមុនខ្ញុំលៀងបាក់បែកតិចតិចអស់បងប្អូនតែដល់ពេលយើងត្រាំទឹកអំបិលហើយបានមកលៀងចឹងគឺថាអត់បាក់បែកតិចតិចទេហើយវាស្ងោស៊ុបស្ងោអីនេះស្រួលណាបងប្អូនអត់មានអីពិបាកទេគឺស្ងោបែបធម្មតានេះស្ងោផ្សិតច្បើងចឹងហើយទៅខ្ញុំថ្ងៃនេះខ្ញុំមកធ្វើបែបស៊ុបដាក់ជាមួយមីស្រស់ចឹងបងប្អូនវារបៀបដូចជាកាទៀវចឹងប៉ុន្តែយើងអត់មានដាក់សាច់អីទេគឺខ្ញុំយកផ្សិតកងោកនឹងយកធ្វើបន្លែធ្វើសាច់រសជាតិវាគឺថាចេញទៅទឹកគឺឆ្ងាញ់មែនទែនបដ ாய் ណាគឺថាខ្ញុំមិនចាំបាច់ប្រាប់ពីរបៀបរបបធ្វើអីទេបើយើងនិយាយទៅគឺវាស្តៀងទៅនឹងស្ងោផ្សិតដែរទេបងប្អូនប៉ុន្តែខ្ញុំគោះពងទាដាក់ដើម្បីឲ្យទឹកឡើងរប៉ាយចឹងណាហើយសម្រាប់រសជាតិវិញយើងដាក់តាមចំណង់ចំណូលចិត្តយើងទេបងប្អូនហើយសម្រាប់ខ្ញុំនេះថ្ងៃនេះខ្ញុំបានទិញផ្សិតសដែកបដោះមកដាក់ទ្រាប់ដែរមានបន្លែផ្សិតហើយនឹងសដែកបដោះតែពីរមុខគត់បងប្អូនអូននិយាយពីសដែកបដោះខ្ញុំនេះខ្ញុំដាក់មកចាស់ដៃហ្មងបងប្អូនហើយខ្ញុំដាក់មីបងប្អូនចង់ដាក់មីសួរក៏បានដែររសជាតិឆ្ងាញ់តាមតម្រូវការរបស់យើងណាហើយនេះខ្ញុំសម្រាប់ខ្ញុំថ្ងៃនេះគឺថាកូនមកអត់ទាន់ទេដោយសារតែឃ្លានខ្លាំងពេកគឺដាក់មុនកូនទៅបដ ாய் កូនមកពីរៀនយូរពេកចាំកូនមកពីរៀនយូរពេកអញ្ចឹងខ្ញុំដាក់ហើយនេះបងប្អូនយើងឆ្ងាញ់នឹងផ្សិតនឹងបដ ாய் ណារសជាតិមកឆ្ងាញ់មកហើយថ្ងៃនេះខ្ញុំអត់មានជីទេខ្ញុំមានតែលឹកខ្ទឹមដាក់រោយទៅហើយនឹងកំពងខ្ទឹមគាត់តែឃើញប៉ុណ្ណឹងក៏ដឹងថាចាប់ជាតិដែរបងប្អូនអើយអត់មានអីពិបាកទេបងប្អូនគឺស្រួលមែនទែនហើយខ្ញុំធ្វើតែមួយផ្លែតទេដោយសារអីគឺថាដោយសារតែយើងវាប្រភេទដូចស្ងោដែរទេបងប្អូនខ្ញុំដាក់ម្រេចដាក់ម្ទេសហើយមានម្ទេសហើយមានម្ទេសហាន់ទៀតបងប្អូននេះមកអស់ដៃហ្មងហើយដូចដែលខ្ញុំបាននិយាយចឹងគឺយ៉ាប់តាលៀងទេបងប្អូនតាលៀងបានហើយគឺថាយើងហើយនេះមើលខ្ញុំនេះម្ទេសហើយខ្ញុំនិយាយពីរឿងដល់ខ្ញុំឃើញរូបចឹងខ្ញុំ voice លេងត្រូវហើយបងប្អូនអើយហើយក៏ច្បាច់ក្រូចឆ្មាមកនិយាយទៅដូចយើងហូបស៊ុបកាទៀវចឹងក៏ប៉ុន្តែគ្រាន់ថាខ្ញុំអត់មានសាច់ទេខ្ញុំមានតែផ្សិតហើយនឹងសដែកបដោះតែប៉ុណ្្នឹងពីដើមមកខ្ញុំអត់ដែលសូវចូលចិត្តប្រហែលទេដោយសារខ្ញុំមកនៅស្រុកនេះយូរគ្រាន់ដែរហើយដំបងឡើយគេប្រាប់ថាឆាពងទាហើយនឹងអីគេហៅថាសង្អប់ផ្សិតដល់ពេលចឹងខ្ញុំធ្វើទៅវាអត់ឆ្ងាញ់ហើយលាងវាស្អាតផងវារឹងក្របអញ្ចឹងទៅមករយៈក្រោយគឺខ្ញុំអត់សូវចូលចិត្តទេក្រោយមកទៀតពេលខ្ញុំលាងឲ្យស្អាតម្ដងខ្ញុំយកមកធ្វើស៊ុបខ្ញុំគិតថាបើយកមកធ្វើស៊ុបធ្វើអីស្នំមកឆ្ងាញ់ខ្ញុំធ្វើទៅរៀងឆ្ងាញ់តែពីនឹងមកបងប្អូនឲ្យទៅដល់ខែហៀនទឹកមាត់ចាឲ្យទៅដល់ខែគឺថាបើបានហូបទេអត់ចិត្តទេឥឡូវឆ្នាំនេះទៅរដូវរាំងច្រើនសាមុនគឺបានតិចទេហើយតម្លៃក៏ថ្លៃដល់ពេលឆ្នាំនេះរាំងដល់អាចងដៃនេះរាំងធូរគ្រាន់ហើយយើងចាប់ដើមហូបទៅហូបអស់ក្បាច់ទៅតែនិយាយទៅស្ដាយដែរបងប្អូនអាមុនខ្ញុំទៅសៀមរាបនឹងគឺថាអត់ទាន់ដល់រដូវសោះដូចថាវារាំងកាំងមួយសាហ្នឹងគឺអត់មានដោះសោះដល់ពេលខ្ញុំទៅដល់សៀមរាបបាន2 3ថ្ងៃស្រាប់តែឃើញគេដកអូយវាថាដោះច្រើនមែនទែនដល់ពេលអញ្ចឹងទៅនឹកស្ដាយមែនទែនបើជុំបងប្អូនបានហូបមួយសាទៀតនឹងឆ្ងាញ់ប៉ុណ្ណាទេបងប្អូនឥឡូវខ្ញុំធ្វើឆ្អិនឲ្យបងប្អូនទៅហូបទៅធ្វើអញ្ចឹងខ្ញុំធ្វើឲ្យបានគ្រប់មុខសិននិយាយទៅមាននេះមានបែបប្រក្រែករាំងរបៀបសំអស់វិញណាហើយមកធ្វើស៊ុបទៅឆ្ងាញ់ណាចាមកញ៉ាំមកចាក់ឲ្យលឿនទៅបងអីធ្វើស៊ុបប៉ុនឆ្ងាញ់ណាស់ដាក់លេបឡងហើយមិនចាញ់ស៊ុបម៉ាត់មួយម៉ាត់
Thật là khơi trứng nè thằng tra là có hôm bên tức là mình tay hơi phong mình tay hành phong trà từ lọt nhóm ôi cho mình tin nhóm này nè sẽ đã sai tế để nhóm đặt hạt đây tập hạt tích 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 linh hạt đây đã tích tích máu này mình mùi mà sao nào bắt đầu thay bật lại bắt đầu u chân này chút chật lại chân này tụm sô trong tay hơi còn muốn sô đâu lại vậy có sô bay đón đồ bay đón chân này sô trong tay hơi sật đó cái cho lòng thà bật sật đây nè trương sật bật tray lên đặt bên này nè chân này không chịu nó cứ thắp sật sật nó ăn min bật tray tận tích mình chân này là sai cái này ra